រឿងនេះនិយាយអំពីជូអូអូមីជាអ្នកធ្វើឃាតក្នុងរឿងព្រេងម្នាក់ដែលមានកំណត់ត្រាសម្រាប់គោលដៅបានជោគជ័យ 100% គាត់ធ្វើការឲ្យអង្គការសម្ងាត់មួយឈ្មោះ Zoo ថ្ងៃនេះគាត់ត្រូវបានហៅឲ្យទៅធ្វើបេសកកម្មមួយដែលគួរតែស្រួលបំផុតយោងតាមអ្នកផ្ដល់ព័ត៌មានតែអ្នកយាមម្នាក់ប៉ុណ្ណោះនៅទីនោះពេលយប់ដោយគិតថាវាងាយស្រួលអូមីបានបំផ្លាញកាមេរ៉ាសុវត្ថិភាពនៅជិតឃ្លាំងហើយប្រើកាតអត្តសញ្ញាណមួយដើម្បីចូលទៅខាងក្នុងពេលចូលទៅខាងក្នុងគាត់បានឃើញក្រុមបុរសគ្រោះថ្នាក់មួយក្រុមកំពុងអង្គុយលេងសប្បាយៗពួកអ ுக ្រិតជនទាំងនោះភ្ញាក់ផ្អើលចំពោះរូបរាងរបស់អូមីហើយសួរថាគាត់ចូលមកបានយ៉ាងម៉េចនិងមកធ្វើអ្វីបុរសម្នាក់បានយកកាំភ្លើងចង្អុលទៅអូមីហើយស្រែកឲ្យប្រាប់អត្តសញ្ញាណរបស់គាត់ប៉ុន្តែអូមីមិនខ្លាចទេគាត់គ្រាន់តែរកដៃកេះអ៊ុចបារីសម្រាប់បារីរបស់គាត់ប៉ុណ្ណោះក្នុងស្ថានភាពដ៏តានតឹងនេះពេលរកមិនឃើញក្នុងហៅប៉ៅគាត់ក៏សុំដៃកេះអ៊ុចបារីពីអ ுக ្រិតជនម្នាក់សកម្មភាពនេះធ្វើឲ្យពួកគេកាន់តែខឹងហើយភ្លាមអូមីក៏ដណ្ដើមកាំភ្លើងពីគេហើយចាប់ផ្ដើមបាញ់វិញក្នុងរយៈពេលប្រមាណវិនាទីបន្ទប់ទាំងមូលងងឹតហើយពួកមនុស្សទាំងនោះព្យាយាមរត់គេចប៉ុន្តែត្រូវអូមីតាមសម្លាប់ម្ដងម្នាក់មានអ ுக ្រិតជនម្នាក់ដែលឆ្លាតបានយកកេះឯកសារសំខាន់មួយទៅជាមួយដើម្បីរត់គេចប៉ុន្តែពេលរត់គាត់បានឃើញអូមីឈរមើលពីក្នុងភាពងងឹតគាត់ភ័យខ្លាចខ្លាំងហើយលើកកាំភ្លើងចង្អុលទៅអូមីប៉ុន្តែគ្មានគ្រាប់ទេអ ுக ្រិតជនឆ្លៀតឱកាសរត់តាមផ្លូវហេដ្ឋាប៉ុន្តែអូមីតាមទាន់យ៉ាងលឿនបុរសនោះដួលហើយអង្វរសុំមេត្តាប៉ុន្តែគាត់បានយកកាំភ្លើងចេញម្ដងទៀតទោះយ៉ាងណាអូមីបានគិតមុនរួចហើយអូមីបានបង្ហាញខ្លួនពីក្រោយហើយវាយពោះគាត់យ៉ាងខ្លាំងបញ្ចប់បេសកកម្មនេះបន្ទាប់មកអូមីយកកេះឯកសារទៅជួបកូតាតុណាកូដែលជាអ្នកផ្ដល់ព័ត៌មានរបស់គាត់កូតាតុភ្ញាក់ផ្អើលដែលអូមីអាចវាយឈ្នះមនុស្ស25នាក់តែម្នាក់ឯងបានប៉ុន្តែអូមីមិនសប្បាយចិត្តទេព្រោះកូតាតុបានបោកគាត់បានប្រាប់ថាមានតែអ្នកយាមម្នាក់ប៉ុណ្ណោះប៉ុន្តែពិតជាមានក្រុមអ ுக ្រិតជនទាំងមូលកូតាតុសុំទោសហើយបើកេះឯកសារមើលប៉ុន្តែខាងក្នុងមានតែពាងកញ្ចក់ចម្លែកមួយដែលមានសម្បុកសត្វឃ្មុំដោយមិនឃើញតម្លៃអ្វីសំខាន់អូមីនិងកូតាតុបានសម្រេចចិត្តទៅញូម៉ាអាហារពេលល្ងាចជាមួយគ្នាជាមុនសិនពួកគេញោមរាមានក្តៅនៅហាងតូចមួយប៉ុន្តែកូតាតុភ័យខ្លាចពេលឃើញអូមីដាក់ខ្ទឹមច្រើនពេកលើអាហារក្នុងនាមជាមនុស្សចាស់អូមីមិនខ្វល់ពីក្លិនខ្លួនឬអាហារមិនល្អទេពេលយប់ខ្លាយជាព្រឹកអូមីទើបត្រឡប់ទៅអាផាតមិនប្រណិតរបស់គាត់យកសម្បត្តិមើលហើយចូលក្នុងចណ្ដៅយន្តប៉ុន្តែក្មេងតូចម្នាក់បានរត់មកបុកគាត់ដោយចៃដន្យដោយឃើញមុខគួរឲ្យខ្លាចរបស់បុរសចាស់ក្មេងនោះភ័យរត់យំចេញទៅអូមីមិនសូវចេះតាក់ទងក្មេងៗទេនេះជាមូលហេតុមួយដែលធ្វើឲ្យអាពាហ៍ពិពាហ៍របស់គាត់បរាជ័យគាត់តែងតែដាក់ការងារជាអាទិភាពលើគ្រប់យ៉ាងគាត់ចាប់ផ្ដើមគិតអំពីជីវិតរបស់ខ្លួនហើយមានអារម្មណ៍សោកស្ដាយពេលឃើញគ្រួសារផ្សេងមានសុភមង្គលទោះបីជាគាត់ជាអ្នកធ្វើឃាតដ៏ល្អបំផុតក៏ដោយអូមីនៅតែមានអារម្មណ៍ថាជីវិតគាត់គ្មានភាពសប្បាយសំណាងល្អកូតាតុបានមកដល់ដើម្បីរំខានគាត់ពីអារម្មណ៍អាក្រក់នេះអូមីដើរទៅបើកទ្វារផ្ទះឲ្យគាត់ចូលប៉ុន្តែមានរឿងមិនរំពឹងកើតឡើងសត្វឃ្មុំមួយក្បាលចម្លែកហោះចូលមកក្នុងបន្ទប់ហើយចុះចតលើករបស់អូមីវាបានចាក់គាត់តែ1វិនាទីប៉ុណ្ណោះអូមីសម្លាប់វាភ្លាមប៉ុន្តែវាយឺតពេលហើយរាងកាយគាត់ចាប់ផ្ដើមខ្សោយហើយដួលទៅលើដីដូចជាកំពុងគាំងបេះដូងពេលបន្ទាប់គាត់ភ្ញាក់ឡើងគាត់ស្ថិតនៅក្នុងបន្ទប់ពិសោធន៍ពណ៌សសំឡេងរបស់គាត់ប្រែប្រួលហើយរូបរាងក៏ចម្លែកខ្លាំងអ៊ីរីវ៉ាណេប៊ូជីដែលជាអតីតប្រពន្ធរបស់អូមីនិងជាប្រធានផ្នែកវិទ្យាសាស្ត្រនៃអង្គការ Zoo ក៏មានវត្តមាននៅទីនោះនាងសួរឲ្យអូមីប្រាប់ឈ្មោះនិងតួនាទីរបស់ខ្លួនហើយឲ្យគាត់ស្គាល់នាងវិញចម្លើយរហ័សរបស់អូមីធ្វើឲ្យនាងអាចបញ្ជាក់ថាគាត់នៅតែមានការចងចាំដើមដដែលសញ្ញាជីវិតរបស់គាត់ស្ថិតក្នុងសភាពធម្មតាប៉ុន្តែមានការផ្លាស់ប្ដូរច្បាស់មួយអ៊ីរីពន្យល់ថាស្ថានភាពចម្លែកនេះកើតឡើងដោយសារពឹសសត្វឃ្មុំក្រុមអ ுக ្រិតជននៅឃ្លាំងនោះពិតជាធ្វើការឲ្យក្រុមហ៊ុនមួយដែលស្រាវជ្រាវអំពីការកែប្រែហ្សែនក្នុងសត្វមានជីវិតហើយឥឡូវដោយសារកំហុសតូចមួយអូមីបានក្លាយជាក្មេងជំទង់ម្នាក់ដែលនៅកំពុងឆ្លងកាត់វ័យពេញវ័យពេលឃើញរូបរបស់ខ្លួនអូមីស្ទើរតែមានអារម្មណ៍ថាគាំងបេះដូងគាត់ចង់ត្រឡប់ទៅដូចដើមវិញប៉ុន្តែមិនមានអ្វីអាចធ្វើបានទេការស្រាវជ្រាវបន្ថែមជាច្រើនត្រូវការពេលដើម្បីឲ្យអូមីអាចត្រឡប់ទៅសភាពមនុស្សចាស់ធម្មតាវិញពេលពិនិត្យរាងកាយថ្មីរបស់ខ្លួនអូមីភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអ្វីទាំងអស់ក្នុងរាងកាយបានផ្លាស់ប្ដូរគាត់មិនអាចធ្វើអ្វីបានក្រៅពីសម្រាកពីការងារហើយរស់នៅដូចជាក្មេងជំទង់ម្នាក់ប៉ុណ្ណោះប៉ុន្តែអូមីនៅតែមានវិក័យប័ត្រនិងការទទួលខុសត្រូវជាច្រើនត្រូវបង់គាត់មិនអាចទុកបន្ទុកជីវិតមនុស្សពេញវ័យចោលហើយរស់បែបនេះបានទេអ៊ីរីក៏មិនអាចជួយអ្វីបានដែរប៉ុន្តែនាងជឿថាមេដឹកនាំអង្គការអាចមានបេសកកម្មថ្មីសម្រាប់អូមីភ្លាមនោះមេដឹកនាំអង្គការបានតាក់ទងមកអូមីហើយមានបេសកកម្មថ្មីមួយទោះបីអូមីប្រាប់ថាគាត់អាចបន្តបេសកកម្មមុនបានក៏ដោយមេដឹកនាំបានគិតផែនការផ្សេងគាត់នឹងដាក់កូនស្រីរបស់ខ្លួនចូលរៀននៅសាលាមធ្យមសិក្សាឯកជនមួយហើយចង់ឲ្យអូមីចូលបន្លំខ្លួនជាសិស្សដើម្បីស៊ើបអង្កេតសាលានោះនិងស្វែងរកអ្វីដែលគួរឲ្យសង្ស័យ
មេដឹកនាំពឹងផ្អែកលើអូមីឲ្យបំពេញបេសកកម្មនេះមិនមែនជាអ្វីដែលអ្នកធ្វើឃាតចាស់នឹកស្មានទេពេលនិយាយថាចង់ត្រឡប់ទៅធ្វើការវិញអូមីស្ទើរតែបដិសេធប៉ុន្តែមេដឹកនាំបាននិយាយពាក្យសំខាន់មួយគឺនឹងផ្ដល់ប្រាក់ច្រើនសម្រាប់បេសកកម្មងារនេះដូច្នេះថ្ងៃបន្ទាប់កូតាតូបានជួយអូមីរៀបចំខ្លួនសម្រាប់ថ្ងៃដំបូងទៅសាលាអូមីត្រូវពាក់វ៉ែនតាពិសេសមានកាមេរ៉ានិងឧបករណ៍ស្ដាប់ដើម្បីឲ្យកូតាតូអាចមើលនិងណែនាំគាត់ពីចម្ងាយបានទោះបីស្លៀកឯកសណ្ឋានសិស្សរួចហើយក៏ដោយអូមីនៅតែឆ្ងល់ថាហេតុអ្វីគាត់យល់ព្រមធ្វើបេសកកម្មនេះព្រោះគាត់មិនចូលចិត្តក្មេងនិងមិនចូលចិត្តនិយាយជាមួយពួកគេប៉ុន្តែពេលគិតដល់ប្រាក់ធំគាត់ក៏លេបមោទនភាពហើយទៅសាលាថ្ងៃដំបូងចាប់ផ្ដើមដោយពិធីជួបជុំសិស្សហើយបន្ទាប់មកសិស្សត្រូវណែនាំខ្លួនក្នុងថ្នាក់រៀងៗខ្លួនក្មេងៗនៅទីនោះខូខើណាស់ពួកគេតែងតែវិតម្លៃគ្នាពេលដល់វេនអូមីគាត់បែរជាស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់ហើយត្រូវគេចាត់ទុកថាជាក្មេងស្ងៀមនិងចម្លែកកូតាតូបានប្រាប់ឲ្យគាត់ត្រឡប់ទៅណែនាំខ្លួនឲ្យត្រឹមត្រូវវិញដូច្នេះអូមីដែលជាមនុស្សចាស់នៅក្នុងខ្លួនក្មេងជំទង់បានឈរមុខថ្នាក់ម្ដងទៀតគាត់ព្យាយាមធ្វើខ្លួនធម្មតាហើយនិយាយថាចំណង់ចំណូលចិត្តរបស់គាត់គឺការបាញ់សម្ដៅភាពស្ងៀមស្ងាត់ពេញបន្ទប់ភ្លាមៗបន្ទាប់មកក្មេងៗចាប់ផ្ដើមសង្ស័យថាអូមីជាមនុស្សចម្លែកដែលចូលចិត្តអាវុធឃើញស្ថានភាពកាន់តែអាក្រក់អូមីព្យាយាមពន្យល់ប៉ុន្តែចុងក្រោយគ្រប់គ្នាគិតថាគាត់ជាមនុស្សចម្លែកថ្ងៃដំបូងនៅសាលាបញ្ចប់អូមីកំពុងប្រមូលសម្ភារៈប៉ុន្តែមានក្មេងស្រីចិត្តអាក្រក់ម្នាក់និងមិត្តរបស់នាងបានបុកគាត់ដោយចេតនាហើយចំអកគាត់មុនចាក់ចេញទៅកូតាតូស្នើថាគួរដោះស្រាយពួកនោះប៉ុន្តែអូមីបដិសេធបន្ទាប់ពីសាក់លបងជីវិតជាសិស្សមធ្យមសិក្សាអូមីត្រឡប់ទៅអាផាតមិនវិញដែលកូតាតូបានផ្លាស់មករស់នៅជាមួយហើយកំពុងចម្អិនអាហារគួរឲ្យភ្ញាក់ផ្អើលគាត់អាចចម្អិនអាហារបានល្អប៉ុន្តែពេលនេះកូតាតូដូចជាខ្លាយជាមនុស្សធំជាងអូមីហើយចាប់ផ្ដើមគ្រប់គ្រងគាត់ដោយប្រាប់ឲ្យប្រុងប្រយ័ត្នក្នុងសាលានិងផ្ដោតលើការសិក្សាដើម្បីកុំឲ្យត្រូវបណ្តេញចេញថ្ងៃបន្ទាប់អូមីត្រូវស្ដាប់មេរៀនដែលគួរឲ្យធុញយ៉ាងខ្លាំងគាត់មិនខ្វល់ពីការរៀនសូត្រទេព្រោះគាត់ត្រូវបានបង្រៀនឲ្យខ្លាយជាអ្នកសម្លាប់តាំងពីក្មេងបន្ទាប់ពីបញ្ចប់ការវឹកវើគាត់ធ្លាប់មានជីវិតមួយពេញលេញមានប្រពន្ធនិងកូនស្រីម្នាក់ផងដែរដូច្នេះគាត់មិនអាចធ្វើខ្លួនជាក្មេងដែលទើបចាប់ផ្ដើមជីវិតថ្មីបានឡើយប៉ុន្តែអ្វីមួយនៅក្នុងចិត្តអូមីបានផ្លាស់ប្ដូរពេលគាត់ឃើញលេខស្អាតនៅលើក្តារខៀនក្នុងថ្នាក់គាត់មានអារម្មណ៍ចម្លែកហើយចាប់ផ្ដើមផ្ដោតអារម្មណ៍លើមេរៀនការរកឃើញពិភពថ្មីនៃចំណេះដឹងធ្វើឲ្យអូមីរំភើបខ្លាំងដល់ចុងថ្ងៃគាត់ស្ទើរតែយំព្រោះគាត់ចូលចិត្តការរៀនសូត្រគាត់រីករាយនឹងមេរៀនទាំងអស់ហើយការទទួលបានចំណេះដឹងថ្មីមានអារម្មណ៍ដូចជាកំពុងទទួលថាមពលពីព្រះអូមីធ្លាប់ចំណាយជីវិតភាគច្រើនលើការងារសម្លាប់ដូច្នេះពេលនេះគាត់អាចផ្ដោតលើអ្វីផ្សេងបានការរៀនសូត្រធ្វើឲ្យគាត់មានអារម្មណ៍សប្បាយវិញត្រឡប់ទៅផ្ទះកូតាតូមិនជឿថាអូមីកំពុងរៀនដោយខ្លួនឯងឡើយមិនត្រឹមតែបញ្ចប់ការងារផ្ទះទាំងអស់ទេគាត់ថែមទាំងរៀបចំសម្រាប់ថ្ងៃបន្ទាប់ទៀតផងការផ្លាស់ប្ដូរនេះអាចនាំឲ្យអូមីមានជីវិតថ្មីមួយដែលល្អប្រសើរឡើងថ្ងៃបន្ទាប់អូមីមានថ្ងៃដ៏អស្ចារ្យមួយទៀតនៅសាលាដែលធ្វើឲ្យគាត់មានសេចក្តីរីករាយយ៉ាងខ្លាំងគាត់ចូលចិត្តយកមេរៀនទៅប្រៀបធៀបជាមួយបទពិសោធន៍កន្លងមកក្នុងនាមជាអ្នកធ្វើឃាតវាធ្វើឲ្យការរៀនសូត្រកាន់តែមានអត្ថន័យភាពរំភើបរបស់អូមីធ្វើឲ្យគាត់ក្លាយជាសិស្សចុងក្រោយដែលចេញពីថ្នាក់ទោះបីការរៀនសូត្រសប្បាយក៏ដោយក៏ការស្នាក់នៅជាមួយពាក្យថាជីវិតជាក្មេងជំទង់គឺអាក្រក់ជាងស្លាប់ធ្វើឲ្យអូមីមានអារម្មណ៍បែបនេះដូច្នេះគាត់នៅតែសង្ឃឹមថានឹងត្រឡប់ទៅរាងកាយដើមវិញពេលកំពុងគិតអំពីជីវិតថ្មីរបស់ខ្លួនស្រាប់តែមានភាពចលាចលកើតឡើងនៅក្នុងបរិវេណសាលាសំឡេងរំខាននោះធ្វើឲ្យអូមីចាប់អារម្មណ៍បុរសម្នាក់ពាក់ម៉ាស់ខ្លាឃ្មុំផេនដាចម្លែកបានលួចចូលសាលាហើយកំពុងវាយបុគ្គលិកសន្តិសុខបុរសផេនដាចម្លែកនោះរត់ពេញសាលាដោយមនុស្សឈួតធ្វើឲ្យក្មេងៗភ័យខ្លាចក្មេងស្រីអាក្រក់ទាំងពីរដែលធ្លាប់បុកអូមីបានយកទូរស័ព្ទមកថតសកម្មភាពនោះដោយមិនយកចិត្តទុកដាក់ថាវាជារឿងគ្រោះថ្នាក់ប៉ុន្តែភ្លាមបុរសម៉ាស់ផេនដារត់ទៅរកពួកនាងហើយចាប់ពួកនាងជាប់គាត់ធ្វើខ្លួនចម្លែកនិងមិនសមរម្យខ្លាំងបណ្ដាលឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់សិស្សទាំងអស់មើលឃើញសកម្មភាពនោះខណៈដែលបុរសផេនដាកំពុងគំរាមក្មេងស្រីទាំងនោះកូតាតូបានប្រាប់អូមីកុំឲ្យចូលរួមព្រោះក្មេងស្រីទាំងនោះធ្លាប់ធ្វើអាក្រក់ចំពោះគាត់ប៉ុន្តែអូមីនៅតែមានមនសិការព្រោះគាត់ជាមនុស្សពេញវ័យនៅក្នុងខ្លួនក្មេងជំទង់បើទុកពួកនាងបែបនោះគាត់នឹងមានអារម្មណ៍ថាអាក្រក់ដូច្នេះអូមីបង្កើតការបន្លំដើម្បីបំភាន់ស្ថានភាពហើយយកដីក្រឡុកមួយប្រអប់ពីសិស្សម្នាក់បន្ទាប់មកគាត់ប្រើកាំភ្លើងបាញ់ទៅលើដីក្រឡុកនោះបង្កើតផ្សែងព័ទ្ធជុំវិញពេលតំបន់ពេញទៅដោយផ្សែងអូមីរត់ចូលទៅវីបរោះផេនដាចំក្រពះប៉ុន្តែដោយសារខ្លួននៅក្នុងរាងកាយក្មេងជំទង់កម្លាំងគាត់មិនខ្លាំងដូច្នេះគាត់ត្រូវប្រើវិធីផ្សេងទៀតបរោះផេនដាដកឧបករណ៍ផ្ទុះបណ្ដោះអាសន្នមួយចេញប៉ុន្តែអូមីបានទាត់គាត់ចំកន្លែងងាយឈឺបន្ទាប់មកគាត់ទាត់ឧបករណ៍ផ្ទុះនោះឲ្យហោះឡើងលើហើយប្រើកាំភ្លើងបាញ់បំផ្ទុះវាកណ្ដាលអាកាសព្រមទាំងគំរាមថា
បើធ្វើម្ដងទៀតនឹងសម្លាប់ចោលពេលផ្សាយរលាយចេញក្មេងស្រីអាក្រក់ទាំងនោះឃើញអូមីឈរនៅទីនោះដូចជាវីរពួកនាងគិតថាអូមីជាអ្នកសង្គ្រោះប៉ុន្តែដើម្បីលាក់អត្តសញ្ញាណគាត់ធ្វើខ្លួនដូចជាមនុស្សអន់ម្នាក់ដែលគ្រាន់តែឆ្លងកាត់ប៉ុណ្ណោះគាត់ប្រាប់ថាមានមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណបានចូលមកជួយដោះស្រាយបុរស Panda នោះប៉ុន្តែការឆ្លើយតបនេះធ្វើឲ្យពួកក្មេងស្រីកាន់តែសង្ស័យគាត់ហេតុការណ៍នេះបញ្ចប់ដោយការចាប់ខ្លួនបុរស Panda ហើយវីរៈបុរសដែលសង្គ្រោះសាលាខ្លាយជាអាថ៌កំបាំងត្រឡប់ទៅថ្នាក់វិញអូមីនៅតែឯកោពីមិត្តរួមថ្នាក់សិស្សទាំងអស់កំពុងព្យាយាមបង្កើតក្រុមជជែកក្នុងថ្នាក់មានមនុស្សមួយចំនួនគិតថាអូមីមិនគួរចូលរួមព្រោះគាត់ចម្លែកប៉ុន្តែក្មេងស្រីអាក្រក់ទាំងនោះបាននិយាយផ្ទុយហើយសួរអូមីថាតើគាត់ចង់ចូលរួមក្រុមជជែកឬអត់អូមីមិនចាប់អារម្មណ៍ទេប៉ុន្តែគាត់ក៏យល់ព្រមបន្ទាប់មកគាត់ជួបភាពភ័យខ្លាចពីសារចូលចេញមិនឈប់ក្នុងក្រុមជជែកហើយយល់ថាខួរក្បាលមនុស្សចាស់របស់គាត់មិនអាចតាមទាន់ក្មេងៗបានទេអូមីកំពុងព្យាយាមធ្វើខ្លួនជាសិស្សធម្មតាប៉ុន្តែតាមកូតាតុអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺការចូលចិត្តរៀនសូត្ររបស់គាត់កូតាតុមិនយល់ថាហេតុអ្វីមនុស្សម្នាក់រៀនដោយសប្បាយចិត្តបែបនេះទេប៉ុន្តែសំខាន់គឺអូមីមិនបង្កបញ្ហាទោះយ៉ាងណាជំនាញសង្គមរបស់អូមីនៅតែអន់ខ្លាំងពេលក្មេងស្រីទាំងពីរមកសួរសុខទុក្ខគាត់គ្រាន់តែញញឹមបែបចម្លែកដែលធ្វើឲ្យពួកនាងមានអារម្មណ៍មិនស្រួលពួកនាងប្រាប់ថាគួរចូលរួមក្រុមជជែកឲ្យច្រើនប៉ុន្តែវាជារឿងដែលអូមីមិនចង់ធ្វើឡើយពេលចូលថ្នាក់វិញអូមីក៏ចាប់អារម្មណ៍ទៅលើក្មេងស្រីម្នាក់ដែលអង្គុយខាងក្រោយនាងឈ្មោះ Norin Matsuka ជាក្មេងស្រីដែលគ្រប់គ្នាគោរពស្រឡាញ់នាងពូកែកីឡាហើយមានមិត្តភាពច្រើនគោរពនាងប៉ុន្តែក្មេងប្រុសជាច្រើនតែងតែធ្វើអាកប្បកិរិយាចម្លែកចំពោះនាងធ្វើឲ្យនាងមិនស្រួលចិត្តក្នុងថ្នាក់នាងបង្ហាញសមត្ថភាពភាសាអង់គ្លេសបានយ៉ាងល្អធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលអូមីក៏ចាប់អារម្មណ៍នាងដែរហើយគាត់មានអារម្មណ៍ថានាងមិនធម្មតាអ៊ីរីបានផ្ដល់ព័ត៌មានបន្ថែមថាអូមីគួរតែព្យាយាមតាក់ទងនាងព្រោះនាងជាកូនស្រីប្រធានក្រុមហ៊ុនឱសថធំមួយហើយអាចមានព័ត៌មានសំខាន់ប៉ុន្តែអូមីមិនចង់ពាក់ព័ន្ធរឿងចម្លែកទេដូច្នេះគាត់នៅតែឯកោដូចមុនកូតាទៅប្រាប់ឲ្យគាត់ព្យាយាមសម្របខ្លួនប៉ុន្តែអូមីនៅតែមានគំនិតដដែលមានគម្លាតអាយុធំរវាងគាត់និងមិត្តរួមថ្នាក់ទាំងអស់ទោះបីគាត់ចូលចិត្តការរៀនសូត្រក៏ដោយគាត់នៅតែចង់ត្រឡប់ទៅរាងកាយដើមវិញដើម្បីឈប់ធ្វើជាក្មេងជំទង់ចម្លែកម្នាក់ប៉ុន្តែបេសកកម្មសម្ងាត់នេះនៅតែបន្តដូច្នេះអូមីសម្រេចចិត្តទៅនិយាយជាមួយនូរីនប៉ុន្តែមិនរំពឹងអ្វីច្រើនទេជាអកុសលពេលគាត់និយាយបានតែមួយម៉ាត់នូរីនបែរមុខមកមើលគាត់ដោយអារម្មណ៍ខឹងខ្លាំងនាងប្រាប់ថាគាត់ជាមនុស្សចម្លែកហើយឲ្យគាត់ចាក់ចេញឲ្យឆ្ងាយពីនាងពាក្យសម្ដីដ៏ត្រជាក់នោះធ្វើឲ្យអូមីត្រឡប់ទៅកៅអីវិញដោយអារម្មណ៍ខកចិត្តនេះជាលើកដំបូងដែលពាក្យរបស់ក្មេងជំទង់បានប៉ះពាល់អារម្មណ៍គាត់យ៉ាងខ្លាំងបែបនេះគាត់ដួលចិត្តនៅច្រកផ្លូវសាលាក្មេងស្រីទាំងពីរបានឃើញស្ថានភាពនោះហើយពន្យល់ថានូរីនមិនចូលចិត្តបុរសទេនាងពូកែទាំងកីឡានិងការសិក្សាហើយក៏មកពីគ្រួសារអ្នកមានដូច្នេះធម្មតារឿងរ៉ាវនៅសាលានេះមិនទាន់បញ្ចប់ទេអូមីនៅតែជាប់នៅក្នុងរាងកាយក្មេងជំទង់ហើយអ្វីដែលគាត់ទើបតែបានឃើញគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះអាចកំបាំងនៅក្រោយសាលានេះកាន់តែធំឡើងហើយមនុស្សថ្មីដែលបានបង្ហាញខ្លួនក៏កំពុងធ្វើឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់តើអូមីនឹងអាចរកផ្លូវត្រឡប់ទៅរាងកាយដើមរបស់គាត់វិញបានទេឬមួយក៏គាត់នឹងត្រូវជាប់ក្នុងសង្គ្រាមថ្មីនេះជារៀងរហូតសូមរងចាំភាគបន្ទាប់ដែលអ្វីនឹងកាន់តែខ្មៅងងឹតនិងគួរឲ្យភ្ញាក់ផ្អើលជាងមុន